កំភ្លើងបានបំផ្លាញពិធីដ៏ធំមួយរបស់អ្នកសារព័ត៌មានអាមេរិកនៅយប់ថ្ងៃទី25ខែមេសាឆ្នាំ2026ពេលភ្ញៀវជាង2600នាក់កំពុងអង្គុយក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចរបស់សេតវិមាននៅសន្តាគារ Hilton រដ្ឋធានី Washington កងកម្លាំងសន្តិសុខភ្នាក់ងារសម្ងាត់អាមេរិកបានស្រែកលាន់ពេញសារថាមានការបាញ់ប្រហារហើយពួកគេប្រញាប់នាំលោក Donald Trump និងភរិយារបស់លោករួមជាមួយអនុប្រធានាធិបតីអាមេរិកលោក JD Vance និងមន្ត្រីជាន់ខ្ពស់ចេញពីទីកន្លែងនោះភ្លាមៗក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះពិធីដ៏អធិកអធមមានអ្នកមុខអ្នកការនិងអ្នកកសែតល្បីៗបានប្រែក្លាយទៅជាភាពចលាចលភ្ញៀវជាច្រើនបានចូលក្រោមតុខ្លះក្រសោបគ្នាក្រាបចុះមន្ត្រីមួយចំនួនត្រូវបានកងកម្លាំងសន្តិសុខទ្រោមពីលើក្រាបទៅដីដើម្បីការពារពីគ្រោះថ្នាក់កម្លាំងសន្តិសុខប្រដាប់អាវុធអាមេរិកតម្រង់កំភ្លើងពេញសាលកម្មវិធីរងចាំខ្មាន់កំភ្លើងដែលបានបើកការវាយប្រហារនៅក្បែរច្រកចូលយោងតាម Reuters ជនសង្ស័យប្រដាប់ដោយកំភ្លើងបានព្យាយាមបំពានចូលតំបន់សន្តិសុខហើយបានបាញ់ទៅលើកងកម្លាំងភ្នាក់ងារសម្ងាត់អាមេរិកម្នាក់បណ្ដាលឲ្យរងរបួសស្រាលដោយសារតែមានអាវការពារគ្រាប់ទូរទស្សន៍រុស្ស៊ី RT បានឲ្យដឹងថាជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមហើយត្រូវរាយការណ៍ថាមានអាយុ31ឆ្នាំនិងមានមុខរបរជាគ្រូបង្រៀនផ្នែកវិស្វកម្មមេកានិកនៅកាលីហ្វ័រញ៉ាបន្ទាប់ពីហេតុការណ៍និងក្រោយកម្មវិធីជួបជុំនេះត្រូវបានរំសាយលោក Trump បាននិយាយក្នុងសន្និសីទសារព័ត៌មានថាខ្មាន់កំភ្លើងមានកំភ្លើងដ៏មានអានុភាពប៉ុន្តែក្រុមភ្នាក់ងារសម្ងាត់និងកងកម្លាំងអនុវត្តច្បាប់បានឆ្លើយតបយ៉ាងរហ័សនិងក្លាហានទោះជាជីវិតប្រផិតប្រផាយក៏ដោយលោក Trump មិនភ្លេចលើកសរសើរពីខ្លួនឯងលោកថាការដែលលោកបានក្លាយទៅជាគោលដៅនៃការបាញ់ប្រហារនេះក៏ដោយសារតែលោកជាមនុស្សមានឥទ្ធិពលលោក Donald Trump ធ្លាប់រួចផុតពីការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ2024ហេតុការណ៍នេះបន្ថែមសម្ពាធថ្មីទៅលើសំណួរសន្តិសុខជុំវិញប្រធានាធិបតីអាមេរិកលោក Donald Trump ទាមទារឲ្យកែលម្អសេតវិមានដើម្បីពង្រឹងសន្តិសុខខ្ញុំរស់សុធាពី News Today NTTV